ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមានកន្លឹះមួយដើម្បីចង់មកបង្ហាញទាក់ទងនឹងការបង្ហាញតួលេខនៅក្នុង Microsoft Excel យើង2021តោះយើងចង់ដំបូងមកលេខគឺបែបនេះបាទលេខបែបនេះតែយើងចង់បង្ហាញឲ្យវាមានចំនួនគ្រានឹងមានដាក់ដុល្លារដែលជាប់និងប្រភេទដាក់ដុល្លារនៅឆ្ងាយពីគ្នាបាទឥឡូវយើងចូលអនុវត្តទាំងអស់គ្នាចឹងដំបូងយើងមានលេខបែបនេះស្មើយើងវាយលេខបែបនេះស្មើយើងវាយលេខបែបនេះស្មើដើម្បីយើងអនុវត្តទាំងអស់គ្នាអញ្ចឹងពេលយើងឃើញបែបនេះហើយអានេះគឺជាលេខធម្មតាណាវាចេញពេលយើងដាក់ទៅលើវាបែបនេះមកវាចេញ general ធម្មតាវាអត់មានអីផ្លាស់ប្ដូរទេបាទចេញចំពោះនៅក្នុង number បើសិនជាលេខនេះគឺយើង copy ចេញមកពីនេះទេ copy ចេញមកពីនេះមកអញ្ចឹងទៅលេខនេះវាអត់មានចំនួនគ្រាទេតែយើងចង់ឲ្យវាចេញគ្រាអញ្ចឹងដើម្បីយើងចង់ធ្វើឲ្យយើងគ្រាន់តែសេចលើវាមកហើយយើងចូលមកកន្លែង number នេះចូល home មក number នេះហើយចូលសញ្ញាព្រួយចូលក្រោមមកអញ្ចឹងកន្លែងនេះគឺយើងយកគេគឺយើងយក number អញ្ចឹងចុចពីលើ number របស់វាមកបាទ number មកនេះអញ្ចឹងលេខនេះគឺវាចេញគ្រាយើងចេញគ្រាយើងចេញមានចំនួនខ្ទង់នៅខាងក្រោយយើងបាទអញ្ចឹងមកយើងអត់ចង់បានទេចំនួននេះលេខចំនួននេះអញ្ចឹងយើងគ្រាន់តែដកឃ្លាមកគឺវាបាត់ហើយតែយើងចង់បាត់លើនេះក៏បានដែរគិតប្រមាណខ្ទង់ក៏វាលក់តាមនឹងដែរអាហ្នឹងគឺចំនួនគ្រាមិនគ្រានៅក្រោយខ្ទង់ព្រោះថាវាមិនមែនកាត់ចំនួនគ្រានៅខាងក្រោយថាយើងចង់បានប្រមាណគ្រានៅក្រោយចំនួនទស្សភាគអញ្ចឹងវាមាន2ខ្ទង់យើងចង់បានមួយខ្ទង់ក៏បានគាត់ទៅលើវាមកយើងបន្ថយវាមកបាទសញ្ញាព្រួយនេះមានន័យថាលឹងលុបចំនួន0យើងចង់បាត់ថែមមកយើងគាត់ដាក់សញ្ញានេះមានថែមហើយបាទអញ្ចឹងមួយទៀតទាក់ទងទៅនឹង currency នេះ currency នេះវាប្រភេទដូចជាការថារូបិយប័ណ្ណដូចគ្នាដែរគេរូបិយប័ណ្ណណាឬក៏ប្រាក់ account នេះ account វាស្តៀងគ្នាទេប៉ុន្តែរូបិយប័ណ្ណនេះគឺយើងចង់ឲ្យវាលោតសញ្ញាគេសញ្ញាដូចជាដុល្លារអញ្ចឹងចុះវាលោតដុល្លារយើងអញ្ចឹងលោតដុល្លារយើងឥឡូវយើងចង់ធ្វើវាអស់នេះយើងចូលអនុវត្តមកអញ្ចឹងសេលើវាមកបាទអញ្ចឹងយើងចុចកន្លែង home ត្រែមកហើយចុច number អ្នកព្រោះលើអ្នកមិនចុចខាងលើអញ្ចឹងយើងចុចកន្លែង currency មកនេះ currency នេះវាចេញរូបិយប័ណ្ណដូចគ្នាបាទអញ្ចឹងយើងចុចលើវាមួយមកនេះដុល្លារនេះគឺវាជាប់នៅចិត្តជាមួយនឹងអក្សរយើងមកបាទអាហ្នឹងប្រភេទហ្នឹងគឺជាប្រភេទរូបិយប័ណ្ណដែលយើងចង់ដាក់រូបិយប័ណ្ណយើងអត់ទៅសេដាក់ណាយើងអត់សេរីបែបនេះមកយើងថាយើងវាយចុះវាយលេខ3មកវាយលេខ3លេខ4មកអញ្ចឹងវាចេញនិយាយបន្តិចយើងមិនចាំបាច់ add ដុល្លារ add សញ្ញារូបិយប័ណ្ណចូលទេបាទអញ្ចឹងវាស្រួលអញ្ចឹងស្រួលយើងវាយតែលេខមកគឺវាជាប់មកdirectហ្មងបាទអញ្ចឹងចំពោះ account ភាគច្រើនលោកគ្រូអ្នកគ្រូប្រហែលជាដឹងច្បាស់អំពីអ្នកទាំងអស់គ្នាប្រហែលជាដឹងច្បាស់អំពី account គេប្រើថាអីប៉ុន្តែគឺជាគេថារូបិយប័ណ្ណណាឬក៏គេថា accounting ដូចជាតាក់ទងនឹងប្រាក់បាទឥឡូវយើង select លើវាសិនមកបាទ select លើវាមកលេខមកយើងចូលកន្លែងសញ្ញាព្រួយនេះជាធម្មតាគឺវាចេញ general វាអត់មានអីទាំងអស់អញ្ចឹងវាទៅទេអញ្ចឹងយើងចុចពីលើវាមួយមកអញ្ចឹងយើងយក account នេះបាទ account ចេញចុចពីលើវាមកនេះវាចេញជាដុល្លារយើងតែវានៅឆ្ងាយពីវាអត់មែនជាប់គ្នាដូចនៅខាងនេះទេបាទចង់ដាក់សញ្ញារូបិយប័ណ្ណបង្ហាញតួលេខអីនេះធ្វើតាមនឹងទៅបាទសូមអរគុណហើយនេះមានតែប៉ុណ្្នឹងទេតាមដាននៅវីដេអូក្រោយទៀតបាទ